PCOS ត្រូវបានប្តូរឈ្មោះជាថ្មីទៅជា PMOS ចាដែលពាក្យពេញរបស់វាគឺ Polyendocrine Metabolic Ovarian Syndrome ចាអញ្ចឹងដែលឈ្មោះថ្មីនេះគឺបានចាប្រកាសជាផ្លូវការនៅថ្ងៃទី12 ខែ 5 2026ចាអញ្ចឹងក្តៅនេះទេអញ្ចឹងអ្នកដែលមានបញ្ហា PCOS ឥឡូវនេះបើសិនជាចាគេនិយាយអំពី PCOS តិចទៀតគេនឹងចា focus ទៅលើ PMOS របស់អ្នកទាំងអស់គ្នាចាអញ្ចឹង PMOSករណីដែល PMOS ចាត្រូវបានកំណត់សម្គាល់ឈ្មោះថ្មីហ្នឹងគឺដោយសារតែចាមនុស្សជាច្រើនបានយល់ថាចាពាក់ព័ន្ធជាមួយនឹងបញ្ហា PCOS ហ្នឹងគឺបញ្ហាមានទៅលើតែនៅលើ ovaire ចានៅលើកសោងពងញីទេតែជាក់ស្ដែងអ្នកដែលមានចា PCOS ហ្នឹងគឺមានបញ្ហា metabolic ក្នុងខ្លួនទាំងអស់ទាំង metabolic ចាសុខភាពទូទៅនិងពាក់ព័ន្ធជាមួយនឹង endocrine អញ្ចឹងហើយបានជាគេដូរឈ្មោះដើម្បីងាយឲ្យយើងយល់កុំឲ្យយល់ច្រឡំថាមានតែនៅលើ ovaire ហ្នឹងគេក៏ដាក់ទៅជា polyendocrine metabolic ovarian syndrome ចាអញ្ចឹងគឺ PMOS នឹងឯងពាក្យកាត់ចាអញ្ចឹង PMOS ហ្នឹងមិនមែនជាបញ្ហាតែ ovaire ប៉ុណ្ណោះទេចាគឺវាពាក់ព័ន្ធនឹងអតុល្យភាពអរម៉ូនចាភាពធន់របស់អាំងស៊ូលីនចាអ្នកជំងឺកើនទម្ងន់កើតមុនដុសរោមច្រើនជ្រុះសក់ឬក៏មានរដូវមិនទៀងឬក៏រាំងរដូវចាមានបញ្ហា troop ovulation ឬក៏គាត់ពិបាកមានកូនតែម្ដងហើយចំពោះហានិភ័យរបស់ PMOS ក្នុងរយៈពេលវែងហ្នឹងវាអាចបង្កហានិភ័យដូចជាការជំងឺទឹកនោមផ្អែមជំងឺលើសសម្ពាធឈាមជំងឺបេះដូងជំងឺខ្លាញ់កកក្នុងថ្លើមឬក៏មហារីកស្រទាប់រដូវចា៎សារៈសំខាន់នៃការប្តូរឈ្មោះនេះគឺជាការប្តូរឈ្មោះដែលត្រូវបានគេមើលឃើញថាវាមានសារៈសំខាន់ក្នុងការជួយធ្វើការរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវជាងមុនចាកាត់បន្ថយការរើសអើងការយល់ច្រឡំនិងធានាឲ្យបានអ្នកជំងឺនៅការព្យាបាលល្អគ្រប់ជ្រុងជ្រោយពីគ្រូពេទ្យ